នៅពេលដែលសារអ៊ីស្រាអែលបានចេញពីស្រុកអេស៊ីបពួកគេដឹងថាពួកគេត្រូវទៅកាន់ស្រុកកាណានប៉ុន្តែពួកគេមិនដឹងថាត្រូវទៅតាមផ្លូវណាទេកូនចៅរបស់អាប់រ៉ាហាំអ៊ីសាកនិងយ៉ាកុបដែលជាបុព្វបុរសរបស់សារអ៊ីស្រាអែលធ្លាប់បានធ្វើដំណើរយ៉ាងទូលំទូលាយឆ្លងកាត់ទីរហោស្ថានដើម្បីឃ្វាលវង្សស័តរបស់ពួកគេប៉ុន្តែពួកគេផ្ទាល់បានរស់នៅក្នុងស្រុកអេស៊ីបជាង400ឆ្នាំហើយដូច្នេះហើយពួកគេមិនដឹងទាល់តែសោះថាត្រូវធ្វើដំណើរឆ្លងកាត់ទីរហោស្ថានដោយរបៀបណាតាមពិតទោះបីជាលោកម៉ូសេបានឃ្វាលជាមនៅទីរហោស្ថានអស់រយៈពេល40ឆ្នាំក៏ដោយក៏គាត់ហាក់ដូចជាមិនច្បាស់លាស់អំពីផ្លូវដែរដូច្នេះគាត់បានសុំឪពុកក្មេករបស់គាត់ឲ្យធ្វើជាភ្នែករបស់ពួកគេនៅលើផ្លូវទីរហោស្ថានប៉ុន្តែឪពុកក្មេករបស់ម៉ូសេបានត្រឡប់ទៅស្រុកកំណើតរបស់គាត់វិញឥឡូវនេះតើលោកម៉ូសេនិងសារអ៊ីស្រាអែលអាចរកឃើញផ្លូវទៅកាន់ស្រុកកាណានដោយរបៀបណាក្នុងព្រះគម្ពីរជនគណនាជំពូក9ប្រាប់ពីរឿងរ៉ាវរបស់សារអ៊ីស្រាអែលដែលបានដើរតាមពពកនៅពេលដែលពពកស្ថិតនៅលើរោងឧបោសថនៃព្រះជាម្ចាស់សារអ៊ីស្រាអែលនៅតែស្ថិតនៅនឹងកន្លែងដដែលនៅពេលដែលពពកបានងើបឡើងសារអ៊ីស្រាអែលក៏រើជំរុំហើយត្រៀមខ្លួនចេញដំណើរនៅពេលដែលពពកបានធ្វើចលនាពួកគេក៏បានដើរតាមពពកនោះឆ្លងកាត់ទីរហោស្ថាននៅពេលដែលពពកបានឈប់ពួកគេក៏បានតាន់រោងឧបោសថហើយបោះជំរុំនៅទីនោះរហូតទាល់តែពពកបានផ្លាស់ទីម្ដងទៀតព្រះគម្ពីរចែងថាសារអ៊ីស្រាអែលបានផ្លាស់ទី40ដងពួកគេរើអីវ៉ាន់ចេញហើយវិចខ្ចប់វិញទៅដល់កន្លែងផ្សេងគ្នា40កន្លែងក្នុងរយៈពេល40ឆ្នាំសូម្បីតែការផ្លាស់ទីម្ដងក៏មិនមែនជារឿងតូចតាចដែរសារអ៊ីស្រាអែលបានផ្លាស់ទីដល់ទៅ40ដងពួកគេថែមទាំងរើអីវ៉ាន់ចេញហើយវិចខ្ចប់វិញម្ដងទៀតក្រោយតែ1ថ្ងៃឬ2ថ្ងៃប៉ុណ្ណោះហើយជួនកាលពួកគេស្នាក់នៅកន្លែងដដែលអស់រយៈពេល3ឆ្នាំនៅពេលដែលសារអ៊ីស្រាអែលដើរតាមពពកពួកគេប្រហែលជាគិតថាអូបើសិនជាយើងអាចស្នាក់នៅទីនេះបានយូរបន្តិចទៀតឬនេះមិនមែនជាកន្លែងល្អទេតើពេលណាទើបពពកនឹងងើបឡើងវិញម្ដងទៀតពពកបានស្ថិតនៅស្ងៀមនៅពេលដែលសារអ៊ីស្រាអែលចង់ចាកចេញហើយពពកបានចេញដំណើរនៅពេលដែលពួកគេចង់នៅវាក៏បានឈប់នៅកន្លែងដែលពិបាកបោះជំរំឬកន្លែងដែលគ្មានទឹកផងដែរដូច្នេះហើយសារអ៊ីស្រាអែលបានបញ្ចេញនូវការត្អូញត្អែនិងពាក្យរអ៊ូរទាំទាំងអស់ដែលពួកគេបានជួបប្រទះខណៈពេលវង្វេងនៅក្នុងទីរហោស្ថានទៅកាន់លោកម៉ូសេលោកម៉ូសេបានទទួលយកវាទាំងអស់នោះហើយជាមូលហេតុដែលកាន់គម្ពីរជនគណនាជំពូក12បានពណ៌នាអំពីលោកម៉ូសេថារីឯម៉ូសេលោកសុភាពណាស់លើអស់ទាំងមនុស្សនៅលើផែនដីលោកម៉ូសេបានដាក់បទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់មួយឡែកហើយដោយគ្មានជំនួយពីអ្នកដែលស្គាល់ទីរហោស្ថានច្បាស់ក៏បានដើរអស់រយៈពេល40ឆ្នាំដើរតាមពពកដែលធ្វើដំណើរទាំងស្រុងក្រោមការដឹកនាំរបស់ព្រះដូច្នេះហើយពពកនោះបានដឹកនាំសារអ៊ីស្រាអែលទៅដល់ស្រុកកាណានជាទីបំផុតបងប្អូនទាំងអស់គ្នាអើយឆ្នាំថ្មីបានចាប់ផ្ដើមហើយប្រហែលជាយើងក៏ត្រូវដើរលើផ្លូវដែលមិនធ្លាប់ស្គាល់ដូចជាទីរហោស្ថានដែរជីវិតដែលយើងមិនដឹងថាត្រូវឈប់នៅពេលណាឬនៅកន្លែងណាដូច្នេះខ្ញុំសូមលើកទឹកចិត្តឲ្យយើងចងចាំព្រះបន្ទូលទាំងនេះនៅថ្ងៃនេះដោយដែលព្រះបានដឹកនាំសារអ៊ីស្រាអែលទៅដល់ស្រុកកាណាននោះទ្រង់ក៏នឹងដឹកនាំជីវិតរបស់យើងទៅកាន់កន្លែងដែលទ្រង់បានជ្រើសរើសដែរក្នុងឱកាសជិតដាច់ឆ្នាំនេះសូមឲ្យយើងទាំងអស់គ្នាអរព្រះគុណដែលព្រះបានដឹកនាំយើងដោយព្រះបន្ទូលរបស់ទ្រង់ដូចជាពពកដែលបានដឹកនាំសារអ៊ីស្រាអែលដែរ